អ្នកជំនាញកម្ពុជាបញ្ជាក់ថាគឺប្រាសាទតាក្របីប្រាសាទតាមាន់តូចតាមាន់ធំគឺស្ថិតនៅក្នុងទឹកដីកម្ពុជាទោះបីជាថៃប្រើផែនទីអ្វីក៏ដោយបងប្អូនជាទីគោរពរាប់អានប្រាសាទខ្នាងនិងក៏ដូចជាប្រាសាទផ្សេងទៀតគឺសុទ្ធសឹងតែជារបស់ខ្មែរទោះបីជាប្រើផែនទីຂະຫນາດ1លើ200,000ឬមួយក៏ຂະຫນາດ1លើ50,000ក៏ដោយបងប្អូនដឹងហើយថានៅក្នុងពេលបច្ចុប្បន្ននេះបាទទីតាំងកម្ពុជាជាច្រើនកន្លែងត្រូវបានថៃចូលមកកាន់កាប់ដោយខុសច្បាប់និងក៏ដូចជាចូលមកកាន់កាប់ដោយមិនគោរពទៅលើច្បាប់អន្តរជាតិនៅលើដែនអធិបតេយ្យភាពរបស់កម្ពុជាតែត្រូវបានកំណត់ដោយឧបសម្ព័ន្ធផែនទីຂະຫນາດ1លើ200,000និងដែលត្រូវបានទទួលស្គាល់ដោយសៀមនិងចុះហត្ថលេខាដោយអតីតស្ដេចសៀមតែម្ដងបើយើងដឹងហើយតាំងពីឆ្នាំ1909មកបាទរហូតមកទល់នឹងពេលបច្ចុប្បន្ននេះបាទផែនទីបារាំងសៀមដែលមានរយៈពេលអស់រយៈពេលជាង100ឆ្នាំមកនេះគឺកម្ពុជាមានព្រំដែនច្បាស់លាស់មានដែនអធិបតេយ្យភាពច្បាស់លាស់ដែលបន្សល់ទុកពីបារាំងហើយចុះហត្ថលេខាដោយស្ដេចសៀមបាទសម្រាប់អត្ថបទនេះខ្ញុំសូមលើកយកមកនិយាយនៅក្នុងថ្ងៃទី9បាទខែកក្កដាឆ្នាំ2026នេះផងដែរពាក់ព័ន្ធជាមួយនឹងបញ្ហានេះយើងងាកមកមើលអ្នកជំនាញកម្ពុជាក៏បានបញ្ជាក់ផងដែរទោះបីជាថៃប្រើប្រាស់ផែនទីគូដោយឯកតោភាគីគឺຂະຫນາດ1លើ50,000ក៏ប្រាសាទតាក្របីតាមាន់តូចតាមាន់ធំនិងប្រាសាទខ្នាតស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាទាំងស្រុងដែរបងប្អូនជាទីគោរពរាប់អានពាក់ព័ន្ធជាមួយនឹងករណីការយោងទៅតាមផែនទីຂະຫນາດ1លើ200,000និងកំណត់ហេតុពេលវេនិងបបបង្គោលរបស់គណៈកម្មការឥន្លូចិនសៀមឆ្នាំ1908និង1919និងដែលយោងទៅលើផែនទីប្រភេទ L7017 មាត្រដ្ឋាន1លើ50,000ដែលថៃគូដោយឯកតោភាគីក៏ប្រាសាទខ្នាតមាន់តូចតមាន់ធំស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជាដែរថៃបានចូលកាន់កាប់ប្រាសាទតាមាន់ធំនិងទីតាំងផ្សេងទៀតរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់និងដោយមានចេតនាផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែននិងដោយឯកតោភាគីករណីប្រាសាទតាមាន់ធំផ្ទាល់ដោយយោងទៅតាមការបញ្ជាក់យោធាថៃគឺកំពុងតែចូលកាន់កាប់ដោយខុសច្បាប់នេះដាច់ខាតស្ថិតនៅលើដែនអធិបតេយ្យភាពទឹកដីកម្ពុជាយ៉ាងពិតប្រាកដទី1គឺផ្អែកទៅលើផែនទីបារាំងសៀមនិងមាត្រដ្ឋាន1លើ200,000និងក៏ដូចជាកំណត់ហេតុពេលវេបោះបង្គោលរបស់គណៈកម្មការឥន្លូចិនសៀមក្នុងឆ្នាំ1908និង1919យោងទៅតាមផែនទីប្រភេទ L 7017មាត្រដ្ឋាន1លើ50,000ដោយថៃគូដោយឯកតោភាគីក៏ប្រាសាទទាំងអស់នេះជារបស់ខ្មែរស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្មែរដែរនិងទី2ម្យ៉ាងវិញទៀតប្រសិនបើយើងសិក្សាពីប្រវត្តិសាស្ត្របុរាណវិទ្យានឹងក៏បានបញ្ជាក់យ៉ាងច្បាស់ថាជនជាតិសៀមគ្មានកំណើតសាងសង់ប្រាសាទទាំងអស់នេះនោះទេទី3ថៃឈប់កុហកពលរដ្ឋខ្លួនឯងនិងឈប់កុហកអន្តរជាតិតទៅទៀតទៅជាពិសេស UNSC និង UNSC គឺមិនដែលកែប្រែច្បាប់ស្ដីអំពីព្រំដែនមិនកែប្រែដែលហៅនេះបើយោងទៅតាមការបញ្ជាក់របស់លោកគ្រូកិនភាបងប្អូនជាទីគោរពរាប់អានយើងដឹងហើយថាបាទប្រាសាទបុរាណរបស់ខ្មែរបាទទាំងប៉ុន្មានចំណុចគឺសុទ្ធសឹងតែជារបស់កម្ពុជាយើង 100% បាទដែលថៃចូលមកកាន់កាប់ដោយខុសច្បាប់ហើយមិនត្រឹមតែខុសច្បាប់អន្តរជាតិនោះទេបាទខុសនឹងគោលការណ៍បាទនៅក្នុងពេលដែលត្រូវបានកំណត់ហើយអ្វីដែលសំខាន់នោះថៃវាហាក់បីដូចជាកំពុងតែមើងងាយស្ដេចវាបាទនៅក្នុងអតីតកាលគឺស្ដេចរបស់វាជាអ្នកចុះហត្ថលេខាបាទទទួលស្គាល់ផែនទី1លើ200,000ដោយឧបសម្ព័ន្ធនៅក្នុងនោះផងដែរផែនទីនេះគឺជាផែនទីគោលដែលត្រូវបានប្រើប្រាស់បាទទាំងនៅក្នុងតំបន់ឥន្លូចិនដែលបារាំងសៀមនឹងមិនត្រឹមតែប៉ុណ្ណោះបានកំណត់បង្គោលព្រំដែនយ៉ាងច្បាស់លាស់នៃប្រទេសទាំងពីរនេះចង់បង្ហាញសពបញ្ជាក់ឲ្យឃើញថារឿងព្រំដែននៅក្នុងពេលបច្ចុប្បន្ននិងក៏ដូចជាអនាគតការប្រើប្រាស់ផែនទីຂະຫນາດ1លើ200,000វាជាគោលការណ៍នៃច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិនិងដោយអន្តរជាតិដូច្នេះថៃមិនអាចកែប្រែឬមួយក៏មិនអាចទាញយកទៅប្រើផែនទីដោយឯកតោភាគីគូសដោយឯកតោភាគីបានទេយើងដឹងហើយថាចរិតថៃគឺជាប្រទេសកលិចកលុចទោះបីជាដឹងថាស្ដេចរបស់វាបានចុះហត្ថលេខាបាទលើអនុសញ្ញានិងសន្ធិសញ្ញាផ្សេងនិងជាពិសេសទទួលស្គាល់ផែនទីដែលគូសដោយបារាំងសៀមរួចហើយក៏ដោយ
កូនចៅវាចំនួនក្រោយវានៅតែប្រែកលាស់ដដែលរហូតមកទល់នឹងពេលបច្ចុប្បន្នអញ្ចឹងបើសិនជាយើងធ្វើតាមវានៅក្នុងថ្ងៃណាមួយវានឹងកែប្រែទៀតដូច្នេះមានតែច្បាប់អន្តរជាតិតែប៉ុណ្ណោះទើបអាចជួយជាតិយើងបាននិងជួយប្រទេសយើងបានយើងដឹងហើយថាថៃធ្លាប់ចូលមកកាន់កាប់ប្រាសាទព្រះវិហារនៅក្នុងដែនអធិបតេយ្យភាពកម្ពុជាយ៉ាងជ្រៅប៉ុន្តែជាចុងក្រោយប្រាសាទព្រះវិហារនៅតែជារបស់ខ្មែរយើងដដែលដោយសារអ្វីបាទដោយសារតែច្បាប់បាទគឺច្បាប់ជាគោលហើយច្បាប់មិនបង្កឲ្យជីវិតមនុស្សបាត់បង់ច្បាប់មិនបង្កឲ្យប្រជាជនខ្មែរបាទមានជនភៀសសាសគឺច្បាប់គឺបង្កឲ្យមានភាពងាយស្រួលបាទនៅក្នុងការរស់នៅដោយចុះសម្រុងច្បាប់មិនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ជាតិនិងច្បាប់ហើយក៏មិនធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់មនុស្សបាទដូច្នេះយើងគ្រប់គ្រងរដ្ឋាភិបាលរបស់យើងបាទដើម្បីដោះស្រាយបញ្ហាតាមផ្លូវច្បាប់វាជារឿងដែលសំខាន់បំផុតដូច្នោះព័ត៌មាននេះមានប៉ុណ្ណឹងខ្ញុំបាទសូមអរគុណនិងសូមគោរពលា